គឺស្អីបងប្អូនទាំងគ្នាឥឡូវខ្ញុំសូមបង្ហាញបងប្អូនទាំងគ្នាអំពីមុខងារនៅក្នុងការប្រើប្រាស់ Monoi ឬក៏កម្មវិធីផ្សេងៗទៅលើ Monocaster A2 Gen 2 ឥឡូវខ្ញុំប្រាប់ពីទី1នេះបងប្អូនទាំងគ្នាសម្រាប់អានេះសំឡេងតឡើងចុះឡើងសំឡេងឧទាហរណ៍ថាឥឡូវអញ្ចឹងពេលដែលខ្ញុំតម្លាក់មិញហ្នឹងគឺវាស្រូបទៅក្នុងហ្នឹងអត់លឺទេហើយអាហ្នឹងអាពីរហ្នឹងដែរវានៅអានេះទី1 2នេះវានៅខាងនេះហើយបន្តមកទៀតទី1 2 low mid high អានេះមានន័យថាទៀបកណ្ដាលខ្ពស់អញ្ចឹងអាហ្នឹងនៅក្នុងអានេះយើងស្រែនេះទាំងអស់ហ្នឹងស្រែនេះតមកទាំងអស់នេះ1 2 3នេះហ្នឹងនេះស្រែនេះអានេះ1 2 3នេះ low mid high នេះហើយនឹង gain នេះអញ្ចឹងណាបងប្អូនអានេះ music អាហ្នឹងតឡើងចុះពេលយើងចាក់ music ចូលមកក្នុងអាហ្នឹងជាមួយ Bluetooth ឬក៏យើងដោតលុយតាម output នៅខាងក្រោយនេះយើងចូលមកក្នុងអានេះចូលមកក្នុងហ្នឹងមកវាឮបទចម្រៀងហើយរបស់នេះយើងបន្ថយបទចម្រៀងបន្តមកទៀតអានេះ 48V ហ្នឹងនៅពេលដែលយើងដោតអានេះទី1ដោតនៅខាងក្រោយនេះអា microphone ដែលយើងមានកម្រិត 48V មួយទី2អញ្ចឹងអានេះដល់ពេលដែលយើងបើក Bluetooth យើងចេញអានេះដល់ពេលយើងបិទ Bluetooth វិញទៅវាជាប់មក Bluetooth disconnected យើងបិទ Bluetooth ហើយអញ្ចឹងណាដល់ពេលអា monitor នេះយើងដាក់កាសឬក៏នេះអានេះ monitor ហ្នឹង head ហ្នឹងនៅកន្លែងនេះនេះបងប្អូននេះហ្នឹងពេលដែលខ្ញុំសេរីអាហ្នឹងមកនេះជាមើលអញ្ញានេះវាឡើងអានេះ auto tune នេះច្រឡំចុច auto tune ណាវាសំឡេងauto tune ខ្ញុំបិទ auto tune វិញឥឡូវខ្ញុំបិទ auto tune នេះនេះបងប្អូននេះឃើញនេះហ្នឹងនេះមើលឡើងវាឡើងខ្លាំងបងប្អូនអញ្ចឹងនេះឃើញឡើងដល់ក្រហមឯងសម្រាប់អានេះដែរ output នេះនេះបងប្អូននេះអាហ្នឹងនៅពេលដែលយើងចាក់បទចម្រៀងចូលមកហើយយើងថតសកម្មភាពទាំងអស់ហ្នឹងនៅក្នុងអាហ្នឹងហើយយើងបន្ថយនេះដូចចឹងទៅពេលយើងទៅឡើងមកវិញมันវាលឺចូលទៅខ្លាំងមែនអត់បងប្អូននេះបងប្អូនស្រាប់លឺខ្លាំងអត់អាហ្នឹងដោយសារតែយើងទៅឡើងអាហ្នឹងតែពេលថតវីដេអូចូលមកដោយសារតែ output នេះហើយវាធ្វើឲ្យវីដេអូយើងសំឡេងលឺខ្លាំងច្បាស់ដោយសារតែអាហ្នឹង pad នេះអា8នេះបងប្អូនអាសំឡេងដែលយើងថតរួច8នេះអានេះនៅក្នុង pad ហ្នឹងអាហ្នឹងសម្រាប់សំឡេងដែលយើងនៅក្នុង pad ហ្នឹងទាំង8ហ្នឹងហើយអានេះដែរអានេះសំឡេងក្មេងសំឡេងចាស់ប្រុសស្រីវានៅក្នុងអានេះនៅពេលដែលយើងនិយាយចូលមកក្នុងនេះហើយយើងអាចធ្វើឲ្យសំឡេងទៅជាសំឡេងស្រីនេះនៅពេលដែលខ្ញុំនិយាយនេះសំឡេងវាទៅជាស្រីហើយមែនបងប្អូនហើយនេះវិញដែរអានេះសំឡេងកូនក្មេងនិយាយដល់ពេលយើងមកដល់ខាងក្រោមនេះសំឡេងក្មេងស្រីហើយយើងយកវាមកនៅខាងនេះវិញនេះសំឡេងធំអានេះក៏ធំនេះមនុស្សថតអីចឹងណាពេលដែលនិយាយទៅសំឡេងធំហីនេះសំឡេងមនុស្សធំអញ្ចឹងមកអានេះយើងធម្មតាហើយអា reverb នេះដែរ reverb នេះវានៅខាងនេះបងប្អូនដល់ពេលអានេះសំឡេងវា8នេះអញ្ចឹងឥឡូវដល់ពេលខ្ញុំបើកអានេះភាសាហេតុអីវាអត់លឺទេប៉ុន្តែឥឡូវបើយើងចង់ឲ្យលឺចុចវិញមកយើងបើកអានេះបើកឲ្យខ្លាំងមកអានេះវាលឺសំឡេងផ្ទះដៃហ្នឹងនៅពេលដែលយើងថតរួចហ្នឹងបងប្អូនឥឡូវខ្ញុំចុចទាំង8ហ្នឹងហើយបងប្អូនដឹងនេះ8អានេះ volume មក8នេះដែលយើងតម្លើងចុះតិចខ្លាំងអីចឹងនេះអានេះវាតិចនេះលឺតិចឯងហើយពេលយើងចង់ឲ្យអាសំឡេងទាំង8ហ្នឹងលឺខ្លាំងយើងតម្លើងវាមកដល់នេះមកហើយយើងចុចវាទៅលឺខ្លាំងឯនេះស្ដាប់លឺខ្លាំងណាអាហ្នឹង8ហ្នឹងនេះសំឡេង8ហ្នឹងដែរគឺសំឡេងដែលខ្ញុំថតទុកដោយសារហេតុអីបើខ្ញុំថតសំឡេងហ្នឹងបានខ្ញុំភ្ជាប់ជាមួយនឹងទូរស័ព្ទនេះបងប្អូនខ្ញុំភ្ជាប់ Bluetooth ជាមួយទូរស័ព្ទហ្នឹងហើយខ្ញុំយកអាសំឡេង sound ដែលមានស្រេចនៅក្នុងទូរស័ព្ទនេះខ្ញុំយកមកថតបញ្ចូលទៅក្នុងអា8ហ្នឹងបន្ទាប់មកទៀតឡងអានេះនៅពេលដែលយើងច្រៀងយើងចង់យកថាសំឡេងភ្លេងចូលមកក្នុងហ្នឹងឯងយើងអត់យកសំឡេងអីទៀតទេអាហ្នឹងដល់ពេលអានេះទៀតសម្រាប់ដែលយើង noise ដល់ពេលយើងនិយាយចេះសំឡេងផ្សេងវាចូលមកក្នុងនឹងដែរប៉ុន្តែដល់ពេលហើយយើងបិទ noise វាអាហ្នឹងសំឡេងផ្សេងវាអត់ចូលមកក្នុងហ្នឹងឯងដល់ពេលនេះយើងបើកសំឡេងមកវា reverb ដល់នេះគឺអត់បងប្អូនឮសំឡេងអត់ហើយអា reverb ហ្នឹងដែរយើងសេរីបាន8សំឡេងយើងដូរទៅនេះបងប្អូនឮមួយឃើញទេសំឡេងផ្សេងគ្នាអាហ្នឹងសម្រាប់ដល់យើងចង់បាន reverb ផ្សេងគ្នាក្នុង8យើងចុចបានក្នុង8អានេះសំឡេង original វាធម្មតាទោះបីយើងបើក reverb នេះក៏វានៅតែសំឡេង original នេះក៏វាអត់ចូលមកដែរអញ្ចឹងយើងបិទអាសំឡេងហ្នឹងមកវិញមកតែយើងយកមកធម្មតានេះបងប្អូនអានេះសំឡេងដែលយើងនិយាយមកចូលមកធម្មតា